ទឹកត្រីស្វាយធម្មតាណាបងប្អូនមានទឹកត្រីអីមហាលុតហោះអីទេគឺទឹកត្រីស្វាយយើងណារូបកងយើងធម្មតាណាបើមានទឹកត្រីធ្វើនៅផ្ទះទៀតដាក់ក៏បានដែរបងប្អូនប៉ុន្តែខ្ញុំអត់មានធ្វើបរិញ្ញាដូចគេអត់ចេះមែនទេធ្វើលេងហ្នឹងចាហើយយើងដាក់ចេងតិចមកនេះគឺស្គរពីងហ្នឹងគឺអ្នកលក់ប្រាវដែរអញ្ចឹងណាចាមិនមែនថាអូលួយគេហើយហ៊ានប្រាវខ្លួនឯងអត់ទេមើលតែរូបយើងស្គរទៅដឹងនេះ1គីឡូមិនសល់តែបាទេហេតុអីបានពណ៌វាចេញពណ៌ក្រហមលក់ពណ៌សបែរចេញពណ៌ក្រហមណាដោយសារអីដោយសារតែប្រាវយូរទៅគឺស្គរហ្នឹងវាបែរជាអញ្ចឹងណាបងប្អូនប៉ុន្តែបើថ្មីហ្មងគឺបែបនេះអានេះសម្រាប់ស្គរថ្មីបើយើងចាក់ថ្មីគឺវាពណ៌សបែបហ្នឹងអញ្ចឹងណាបងប្អូនចាប៉ុន្តែដល់ពេលយើងនេះពេលយើងប្រាវយូរទៅគឺវាបំលែងពណ៌ខ្លួនឯងមិនមែនយើងដាក់ពណ៌អីទេនេះពេលយើងប្រាវយូរទៅវាចេញជាពណ៌អញ្ចេះប៉ុន្តែបើយើងចាក់ថ្មីគឺវាចេញជាពណ៌សបែបហ្នឹងអញ្ចឹងណាបងប្អូនចាអញ្ចឹងនិយាយពីទឹកត្រីខ្ញុំវិញខ្ញុំមិនបានដាក់វិច័យហើយឥឡូវខ្ញុំដាក់ស្គរពីងខ្ញុំអត់ប្រើស្គរសទេខ្ញុំប្រើស្គរពីងមិនថាប្រើស្គរពីងហើយអត់ប្រើស្គរសទេប៉ុន្តែប្រើទាំងពីងប្រើទាំងស្គរអញ្ចឹងបងប្អូនគឺស្គរពីងនេះគឺវាផ្អែមមុតបើបានយកទៅធ្វើផ្អែមបានយកទៅធ្វើទឹកជ្រលក់ទឹកស្គរអីទៀតវាកាន់តែអែមអញ្ចឹងណាចានឹងដាក់អញ្ចឹងមកហើយអត់ព្រួយប៉ះពាល់ដល់សុខភាពយើងទៀតព្រោះវាធម្មជាតិសុទ្ធហ្នឹងអត់មានលក្ខណៈថាដាក់ថ្នាំដាក់ជាតិគីមីឬមួយក៏ដាក់សារធាតុរក្សាទុកឬមួយក៏លាយទឹកលាយម្សៅអីទេអញ្ចឹងយើងហូបទៅជើងអត់ព្រួយភ័យប៉ះពាល់សុខភាពអញ្ចឹងណាគឺខ្ញុំបានដាក់ប៊ីចេងហើយនឹងស្គរថ្នោតរួចហើយចាឥឡូវគឺខ្ញុំចាប់ដើមដាក់ស្វាយចូលទឹកត្រីងាយសាមញ្ញប៉ុន្តែឆ្ងាញ់ម្ហូបនេះគេហៅថាម្ហូបដាច់យ៉ៃហូបខ្លួនឯងចាប់ដៃចឹងហ្មងដឹងថានៅធ្វើទឹកដីហ្នឹងហូបអីអត់ចង់ដឹងឃើញហើយកុំភ្ញាក់ផ្អើលចាគឺមកពិសេសមែនតើគឺសម្រាប់អ្នកដាច់យ៉ៃដូចខ្ញុំអញ្ចឹងណាចានេះអ្នកលក់ពេលខ្លះក៏ដាច់យ៉ៃដែរអញ្ចឹងនិយាយចឹងអាហ្នឹងមកហូបពិសេសរបស់ខ្ញុំណាពីមុខហ្នឹងបានតែប៉ុណ្្នឹងឯងហ្នឹងថ្ងៃហ្នឹងបែបសាមញ្ញហើយមកហូបដាច់លុយហើយឆ្ងាញ់ទៀត